កម្ពុជាយើងនេះមានភ័ព្វវាសនាខ្លាំងជាងប្រទេសច្រើនណាស់ដែលកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាមអត់មានផ្សះផ្សាអត់មានកិច្ចព្រមព្រៀងអីណាមួយដែលជាដុំកំភួនដែលសហគមន៍អន្តរជាតិមានសេនាផ្នែកប្រាក់ដៃអីដោយពួកអ៊ុនតាក់អីចូលមកអស់លុយ$2000 លានបង្កើតឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឆ្នាំ93មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឥឡូវនឹងបានចូលក្នុងរដ្ឋធម្មនុញ្ញយើងសំណាងលើសគេខ្មែរបើនិយាយពីយើងសំណាងប៉ុន្តែយើងឲ្យសំណាងនឹងคล้ายទៅជាដុំខ្ជុងណារាល់ថ្ងៃហ្នឹងខ្មែរធ្វើខ្លួនឲ្យคล้ายទៅជាដុំខ្ជុងណាបងប្អូនដុំខ្ជុងហ្នឹងបានន័យថាម៉េចអត់ប្រយោជន៍មែនទេដុំខ្ជុងហ្នឹងគឺក្តៅអាលាកដៃកាន់អត់បានតែដល់តែពេលឈប់ក្តៅតិចកាន់ប្រឡាក់ដៃពេញទឹកពេញដីហ្មងអត់ធ្វើអីកើតដោយសារតែយើងធ្វើខ្លួនយើងអញ្ចឹងអាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមានមកយ៉ាងផូរផង់ម្ចាស់ជំនួយគេជួយលុយយើងទាំងអស់ប្រទេសហត្ថលេខីទាំង18ប្រទេសគេជួយទម្លាក់លុយជួយយើងដោយសារយើងរៀបចំឲ្យមានគណៈបកប្រឆាំងនឹងប្រដំប្រសងគ្នាគេដឹងថាអើយខ្មែរឆ្លោះគ្នាខ្លះអីខ្លះប៉ុន្តែប្រជាធិបតេយ្យបរទេសគេអត់ឆ្ងល់អត់ខ្វល់ទេវាយគ្នាមួយដៃទាត់គ្នាមួយជើងអីអញ្ចឹងទៅធម្មតាវាមានទៅវាមកតែដល់យើងលេងមែនតែនហ្មងគឺសម្លាប់សម្លេះកំចាត់ខ្មែរគ្នាឯងគេឲ្យលេងទៅដើម្បីឲ្យឃើញដោយអាកីឡាកាសចឹងណាបងប្អូនអ្នកណាមិនដឹងថាកីឡាកាសបោកតែនិយាយពីមើលអានឹងជាការសម្ដែងតែយើងមើលឲ្យឃើញការសម្ដែងហ្នឹងវាសមហើយចេះវាយទៅវាយមកបោកកៅអីផងបោកអីពេលខ្លះហ្នឹងធ្វើឲ្យរឿងជ្រុលតិចទៅបាក់ថ្មិញបាក់អីមួយពីរអីវាធ្វើមិនដែរអាហ្នឹងដើម្បីឲ្យវារំភើបប៉ុន្តែវាជាការសម្ដែងហើយមនុស្សមើលហែករោងមើលអ្នកណាមិនដឹងថាកីឡាកាសជាការសម្ដែងបាទវាយស្អីបដាលសេរីអី boxing ប៉ាគីអាវអីវាយជាមួយនឹង Marquez អីឬក៏ជាមួយនឹង Barrera អីផ្សេងទៀតខាងក្រុមកីឡាអីឬក៏ Floyd Mayweather អាហ្នឹងវាដឹងថាកីឡាគេវាយមែនតើមិនមែនសម្ដែងប៉ុន្តែសម្ដែងដូចកីឡាកាសអីក៏ដោយគេដឹងតែសម្ដែងតែយើងទៅមើលទៅយើងមើលដោយសារចង់ឲ្យដឹងថាការសម្ដែងហ្នឹងវាសមអត់អញ្ចឹងនៅស្រុកខ្មែរហ្នឹងគេដឹងតើថាគណៈបកប្រជាជនកម្ពុជាមានឥទ្ធិពលខ្លាំងណាស់អំពើពុករលួយបញ្ហាតឡាការអត់ឯករាជ្យទ័ពនឹងមិនឯករាជ្យស្អីនឹងអញ្ញាយកជោបមិនឯករាជ្យគេមិនដឹងទេគេដឹងតែគេឲ្យយើងនាំគ្នាស្ដារបន្តិចម្ដងអញ្ចឹងទៅឲ្យលេងលបែងនយោបាយរបៀបបោកអន្តរជាតិយកលុយយើងបោកអន្តរជាតិយកលុយមកកសាងប្រទេសមកដល់ថ្ងៃហ្នឹងដោយសារយើងបោកអន្តរជាតិទេនិយាយមែនតើដោយសារអីគណៈបកប្រឆាំងគណៈបកប្រជាជនកម្ពុជាហ្នឹងឆ្លោះគ្នាត្រូវគ្នាអញ្ចឹងទៅចិត្តតែមកបដំប្រសងអញ្ចឹងដល់តែពេលដំណាក់កាលចុងក្រោយគណៈបកប្រជាជនកម្ពុជាអត់ទេអត់កើតទេដូចថាលេងសម្ដែងចុះសម្ដែងឡើងខាងគណៈបកប្រឆាំងដូចជាកាន់តែមានប្រជាប្រិយខ្លាំងមែនតើណាខាងនេះទ្រាំខ្លួនមែនតើតែអញ្ចឹងអត់លេងសើចទេទៅគេវាយងាប់ហើយកំចាត់គេចោលបដ ாய் អាហ្នឹងដូចយើងកីឡាកាសកំពុងតែលេងយកកបិតយុទ្ធចក្រគេមែនតើនៅលើអាពេលកំពុងតែសម្ដែងហ្នឹងនោះដេកដួលបដ ாய் ដល់ពេលដេកដួលអាការសម្ដែងរបស់យើងคล้ายទៅជាអំពើឃាតកម្មហើយដល់ពេលអញ្ចឹងអ្នកណាគេគ្រប់គ្រងគឺគេឈប់គេលេរាប់រយយើងរហូតតាំងពីឆ្នាំ2017ខែវិច្ឆិកាមកពេលរំលាយគណៈបកសង្គ្រោះជាតិចាប់លោកកម្មសខាដាក់គុកហើយក្រុមសកម្មជនគណៈបកសង្គ្រោះជាតិចាត់ខ្ចាយដេញចាប់ប្រផាត់ប្រភីងសារព័ត៌មានឯករាជ្យក៏បិទអាស៊ីសេរី Cambodia Daily ដល់ចុងក្រោយហ្នឹងថែមមកឈូសហ្នឹង3 4គ្រាន់តែដៃគោលទៀតបិទ VOD បិទអីទៀតអស់អាលីងតែម្ដងគឺបិទឆឹងកម្ពុជាឯកោជាអន្តរជាតិនៅដែរទូតគេបន្តិចបន្តួចហ្នឹងគឺគេកវីតែក្បាលទេព្រោះអីគេទៅមើលគេទៅសួរនាំសុកទុកលោកកម្មសខារាល់ថ្ងៃដើម្បីប្រាប់ថាណែមកវិលមកវិញហ្នឹងអត់ធ្វើប្រទេសផ្ដាស់អញ្ចឹងទេវិលមកសាងប្រជាធិបតេយ្យវិញអត់មានធ្វើអញ្ចឹងទេគេខំជិះឡានទៅជួបលោកកម្មសខានៅផ្ទះរាល់ថ្ងៃប្រាប់អស់លោកហ្នឹងថានេះជាសារការទូតគេអត់ចង់ស្រែកប្រាប់ថាណែកុំធ្វើអញ្ចឹងកុំឲ្យគេថាគេនឹងបរទេសលោកជ្រិតជ្រែកកិច្ចការផ្ទៃក្នុងស្រុកខ្មែរគេអត់ចង់ធ្វើអញ្ចឹងទេគេទុកមាត់ឲ្យមេដឹកនាំស្រុកខ្មែរគេគ្រាន់តែទៅសួរសុកទុកលោកកម្មសខាគឺស្មើនឹងន័យថាគេអត់ពេញចិត្តនឹងការកាត់ទោសនេះទេគឺយើងធ្វើផ្ដេសផ្ដាស់ហើយកុំឲ្យគេស្រែកអីគេគ្រាន់តែធ្វើជាភាសាការទូតយើងអត់ការទូតគូតាអីហ្នឹងអត់ខ្វល់ដល់អញ្ចឹងទៅយើងចេះតែបំពេញម្ដងហើយម្ដងទៀតសហគមន៍អន្តរជាតិអស់អាឡ័យពីយើងតែម្ដងស៊ុយអេតដកទូតចេញបាត់ហើយដល់ពេលជំនួយអន្តរជាតិធ្លាក់មកជួយខាងសហគមន៍អង្គការសង្គមស៊ីវិលថយតិចម្ដងសบายចិត្តហើយគណៈបកប្រជាជនកម្ពុជាដោយសារអង្គការសិទ្ធិមនុស្សនឹងបាត់លុយអញ្ចឹងទៅវាអត់មានអ្នកណាមកស្រែកតវ៉ាបាតកម្មប៉ុន្តែអ្នកដែលបាត់សិទ្ធិសេរីភាពប្រជាពលរដ្ឋ18លាននាក់មុខមាត់ជាតិយើងនៅលើឆាកអន្តរជាតិ0ហើយអាការដែល0ហ្នឹងឃើញទេមករហូតអាទិញអាវុធយុទ្ធភ័ណ្ឌអីពីអាមេរិកក៏តែទិញមិនបានទិញស្អីពីគ្រឿងណាក៏ទិញបានដែរមានលុយក៏ទិញបានដែរដោយសារអីដោយសារស្ថានភាពអញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាតែងតែមានពេលខ្លះយូរទៅទម្លាក់កំហុសលើពួកប្រឆាំងវិញ
គណៈបព្វជិជនកម្ពុជាបកកែណារឿងលៀបពណ៌ហ្នឹងអត់មានរឿងអីសោះរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋឆ្នាំងបាយកម្មកររកផ្កាប់បន្តិចអីបន្តិចគេដាក់ទណ្ឌកម្មផងគេដក GSP ផង GSP មិន GPS ទេបើដក GPS អត់សូវហ្មងទេព្រោះជាឧបករណ៍វាស់មើលផ្លូវអានេះ GSP នេះគឺប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អាមេរិកឥឡូវ10ម៉ាន8ឆ្នាំ7ឆ្នាំអត់មានបានវិញផងហើយ EBA របស់សហគមន៍អឺរ៉ុបគេដក 20% ដោយសារតែរំលាយគណៈបកសង្គ្រោះជាតិធ្វើទុកបុកម្នេញអង្គការសង្គមស៊ីវិលអីហ្នឹងហើយយើងសប្បាយចិត្តដោយសារអីគេដាក់ទណ្ឌកម្មនៅពេលដែលយើងធ្វើឲ្យគេដាក់ទណ្ឌកម្មក្រុមគណៈបកប្រឆាំងតវ៉ាលើឆាកអន្តរជាតិទៅជួបតំណាងរាស្ត្រអាមេរិកទៅជួបសហគមន៍អឺរ៉ុបដើម្បីឲ្យគេដាក់សម្ពាធឲ្យរដ្ឋាភិបាលស្ដារសិទ្ធិមនុស្សនឹងឡើងវិញបានអា 20% EBA មកវិញហើយបើអត់ស្ដារសិទ្ធិមនុស្សនឹងប្រជាធិបតេយ្យទេឲ្យគេដាក់ដល់ 30-40% ឬដកទាំងអស់ហ្មងទៅក៏ឲ្យរដ្ឋាភិបាលរៀងចឹងទៅផ្សព្វផ្សាយអកុសលប្រាប់ថាពួកគណៈបកប្រឆាំងនេះផ្កាប់ឆ្នាំងបាយកម្មករបកកែម្លេះអានយោបាយប្រជាពិធដ្ឋនៅខ្ញុំពងតែឆ្ងល់អ្នកណាដែលផ្កាប់ឆ្នាំងបាយកម្មករពីដើមទីមកឲ្យគេដក EBA 20% ហ្នឹងគណៈបកប្រឆាំងមែនគ្នាយកតែប្រាស់អាយុដែរពេលខ្លះរត់តែសក់ហ្នឹងធ្វើបាបគ្នាចង្អត់ហើយដល់ពេលមានការអីដល់គេតវ៉ាដើម្បីសុំរយុត្តិធម៌យើងទៅហៅរឿងគេចោទគេថាជាអ្នកផ្កាប់ឆ្នាំងបាយកម្មករតាមពិតគេចង់ផ្ងាឆ្នាំងបាយកម្មករវិញដោយសារតែគណៈបកកណ្ដាលអំណាចសពថ្ងៃផ្កាប់សោះហ្នឹងហើយទៅតាំងលួងចិត្តកម្មករអញ្ចេះថែមនេះថែមនោះបសសជួយនៅស្ត្រីមានផ្ទៃពោះអ្នកនេះអញ្ចឹងទៅចរចាប្រាក់បៀវត្តប្រាក់ឈ្នួលអីហ្នឹងមិនបានឡើងរដ្ឋាភិបាលថែម$2រដ្ឋាភិបាលថែម$4ឬអីវាគ្រាន់តែជានយោបាយប្រជាពិធទេថែម$2 $3ហ្នឹងកតុហ្នឹងហើយចុះឥឡូវពេលដែលគេសុំថែម$35មិនទាំងបានទាំងចាយគ្រប់ផងយើងឡើងបាន$2ហើយទៅខាងរដ្ឋាភិបាលអ្នកជួយទៅកែអត់ជួយបានមុខរដ្ឋាភិបាលឯណានោះវិញតែការពិតប្រាក់ខែហ្នឹងគួរតែមិនមែន210ហ្នឹងវាគួរតែ$350អីហើយបើសុំបីតែ$350ហ្នឹងក៏មិនដឹងយកទៅចាយស្អីដែរអតិផរណាឡើងដល់រាប់1000%អីហ្នឹងអាហ្នឹងវាអញ្ចឹងបងប្អូននយោបាយប្រជាពិធដ្ឋគេអញ្ចឹងគឺចុះទៅជួបកម្មករចុះឡើងឲ្យនៅនេះឲ្យនៅនោះថារដ្ឋាភិបាលធ្វើនោះផ្លិចបាត់ដល់ថ្ងៃបោះឆ្នោតឲ្យគណៈបកកាន់អំណាចទៀតព្រោះអីវាអត់មានជំរឿហើយជំរឿហ្នឹងគឺឲ្យប្រជាពលរដ្ឋទៅសង្ឃឹមអ្នកណាបើរំលាយគណៈបកប្រឆាំងចោលបាត់ហើយអញ្ចឹងប្រជាពលរដ្ឋគ្នាអស់សង្ឃឹមតែម្ដងអើយបើសិនជាបោះឆ្នោតឲ្យគណៈបកប្រឆាំងណាបើគណៈបកប្រឆាំងនៅសល់បន្តិចបន្តួចឲ្យគូលខំគ្នាដូចឆ្កែក្បាលខ្ញុំសុំទោសឲ្យខ្ញុំប្រើភាសាអសុរោះខ្លះហើយពេលខ្លះវាដូចថាអត់មិនបានអានៅគ្នាដែលគេធ្វើបាបចង់ងាប់អីហ្នឹងមកខំគ្នាឯងហ្នឹងអញ្ចឹងបាទខ្ញុំផ្ដាំផ្ញើបងប្អូនណាស្អប់គណៈបកប្រជាជនប៉ុណ្ណាក៏ដោយបើគណៈបកប្រជាធិបតេយ្យឬក៏គណៈបកប្រឆាំងនេះណាអត់ត្រូវគ្នាឆ្លោះគ្នាបោះទម្លាក់ចោលអស់ទៅខ្ញុំពេលខ្លះខ្ញុំនិយាយចឹងហ្មងព្រោះដោយសារតែវាដូចថាវាហួសហេតុពេកគេបំផ្លាញខ្លួនឯងទៅជាជំរាកបន្តិចបន្តួចនៅសល់ជើងនៅសល់កតុយនៅសល់អីហ្នឹងដែលគួរតែមកផ្គុំគ្នាវិញអឡូវមកធាក់គ្នាឲ្យដាច់ជើងដាច់កតុយហ្នឹងទៀតចង់បានអីឲ្យប្រកាសប្រជាពលរដ្ឋគេសង្ឃឹមអញ្ចឹងហើយធ្វើឲ្យទៅតាមអ្វីដែលគណៈបកប្រជាជនចង់បានទៀតពួកគណៈបកប្រជាជនតែគេបំបែកអញ្ចឹងគឺគេបំបែកដើម្បីគ្រប់គ្រងឲ្យយើងឆ្លោះគ្នាខំគ្នាអត់មានសម្លេងមូលចឹងអាហ្នឹងគឺជាចេតនាយន្តការគេអញ្ចឹងតែហេតុអីបានជាយើងលេងលបែងរបស់គណៈបកកណ្ដាលអំណាចដើម្បីឲ្យប្រជាពលរដ្ឋអស់សង្ឃឹមគណៈបកកាន់អំណាចមិនមែនអត់ដឹងខ្លួនទេណាគេដឹងថាប្រជាប្រិយគេធ្លាក់ហើយប្រជាពលរដ្ឋអត់ពេញចិត្តទេរឿងអាព្រំដែននេះគឺជារឿងក្តៅកគុកបើសិនជាមានគណៈបកប្រឆាំងតែរឹងមាំតែបន្តិចគឺគណៈបកប្រជាជនធ្លាក់ឆ្នោត 100% ហើយក៏ប៉ុន្តែក្នុងពេលហ្នឹងគឺគេដឹងភ្លាមថាអូស្អំចិត្តប្រជាពលរដ្ឋបន្តិចទៅហើយធ្វើឲ្យគណៈបកប្រឆាំងហ្នឹងនៅហែកគ្នាអញ្ចឹងទៀតទៅប្រជាពលរដ្ឋអត់មានជំរឿយើងជ្រើសរើសរវាងគណៈបកប្រជាជនកម្ពុជាដែលយើងមិនពេញចិត្តក៏ប៉ុន្តែយ៉ាងហោចណាស់ក៏នៅយូរមានសរង1 5ឆ្នាំបន្តិចដែរតែបើគណៈបកប្រឆាំងបែកខ្ញែកគ្នាហ្នឹងដឹងកាលទៀត10ឆ្នាំ20ឆ្នាំ100ឆ្នាំទៀតដាច់ពងងាប់ប្រជាពលរដ្ឋគិតពីរឿងកាពះហើយគណៈបកប្រជាជនកម្ពុជាដឹងច្បាស់ណាស់ថាកាពះនេះណាគឺឃ្លានខ្លៅខ្លាចដូចលោកកឹមសុខានិយាយចឹងតែមានបញ្ហាកាពះគឺឃ្លានខ្លៅខ្លាចឃ្លានគឺចង់បានឲ្យតែធ្វើម៉េចចំអែតកាពះមីមកកញ្ចប់ក៏បោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាអង្គ5គីឡូក៏បោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាទឹកស៊ីអ៊ីវមួយដបក៏បោះឲ្យព្រោះវាអត់មានអ្នកណាជួយសោះកំពុងតែខ្វះខាតចង់ងាប់មួយថ្ងៃរហូតតែបាយហូបអត់បាននៅពេលដែលយើងឃ្លានអ្នកណាយកអីឲ្យបន្តិចអ្នកនោះឯងគឺជាទេវតាអ្នកមានគុណព្រោះអីយើងឃ្លានអ្នកនៅពេលដែលយើងឃ្លានគឺយើងខ្លៅគឺយើងមើលអត់ឃើញទេម៉ូបាំងហើយយើងមើលអត់ឃើញអំពី
ធ្វើអីទៀតព្រោះកាពះយើងកំពុងនេះអញ្ចឹងគុំទៅវែងឆ្ងាយតែយើងតតាំងអីណាចង់តឲ្យមានប្រជាធិបតេយ្យសេរីស្អីណាចង់បានអីច្រើនទៅឡើងចូលរួមបាតកម្មគេចាប់ដាក់គុកអាកំពុងតែខ្វះខាតរហូតលុយកច្រកឆ្នាំងអត់បានទៅជាប់គុកទៀតបានអ្នកណារទៅឲ្យសងធនាគារសងមីក្រូហិរញ្ញវត្ថុអញ្ចឹងចាប់ពាក់គេបំណុលហ្នឹងគឺថាវាទុកជន់ទុកអញ្ចឹងទៅធ្វើឲ្យយើងខ្លៅគឺយើងអត់អាចគិតអីចេញសរសេរអីក៏អត់បានដែរព្រោះសរសេរទៅគេគំរាមចាប់ដាក់គុកយើងជាគ្រួសារពឹងតែប៉ុណ្ណឹងយើងចាប់ដាក់គុកទៀតតើអ្នកណាជួយអ្នកណាឲ្យប្រកាសតើបងប្អូនខ្មែរនៅក្រៅប្រទេសហ្នឹងមានលុយប្រមាណដើម្បីជួយផ្ញើលុយដើម្បីឲ្យបងប្អូនដែលជាប់គុកហ្នឹងរស់ខ្ញុំដឹងហើយបងប្អូនខ្មែរក្រៅប្រទេសជួយរាល់ថ្ងៃទេ100 200ដើម្បីគាត់ទិញអង្គហូបឲ្យអ្នកដែលនៅជាប់គុកហ្នឹងគ្នាបានរស់ខ្ញុំឃើញខ្ញុំសូមសរសើរដោយស្មោះបងប្អូនខ្មែរនៅក្រៅប្រទេសគឺថាគាត់ជួយរៃលុយគ្នាឲ្យទៅដល់គុកដល់អីហ្នឹងតាមនេះហ្នឹងគឺឲ្យរាល់ខែខ្ញុំជាសាក្សីរស់ហើយគាត់ធ្វើនេះគឺដើម្បីលើកទឹកចិត្តកុំឲ្យគ្នាបាក់ទឹកចិត្តអស់មានអីហើយអ្នកដែលអាចនៅតតាំងបានហ្នឹងគឺភាគច្រើនគឺមនសិការហើយលុយក៏បងប្អូននៅក្រៅហ្នឹងជួយអីអញ្ចឹងអ្នកនៅក្នុងគ្នាខ្សោះដែរហើយដល់ពេលឃ្លានមិញឃើញកាពះហ្នឹងលែងដឹងអីគឺថាធ្វើម៉េចឲ្យតែបានហូបឲ្យសរងឲ្យប៊ីចេងឲ្យអីគឺឲ្យតែរួចមួយកែអ្នកនោះល្អបោះឆ្នោតខ្លៅគឺល្ងងមិនមែនបងប្អូនប្រជាពលរដ្ឋខ្មែរល្ងងទេបងប្អូនណាគ្មានជាតិសាសន៍ខ្មែរណាមួយល្ងងទេគឺជាតិសាសន៍ខ្មែរនេះខួរក្បាលមកត្រឡោកដូចគេឆ្លាតដូចគេប៉កែដូចគេប្រឹងប្រែងធ្វើការដូចគេតែរបៀបដឹកនាំរដ្ឋធ្វើឲ្យខ្មែរនេះល្ងងហ្មងគឺអ្នកដឹកនាំរដ្ឋទេមិនមែនខ្មែរល្ងងទេគឺធ្វើឲ្យយើងចេះកចេះថ្លង់ចេះធ្វើលេលើចេះធ្វើឈួតសម័យខ្មែរក្រហមជាឧទាហរណ៍បងប្អូនមើលបញ្ញវន្តបណ្ឌិតណាក៏លេលើធ្វើឈួតដែរហេតុអីបានលេលើធ្វើឈួតបងប្អូនដោយសារតែដើម្បីរស់បើណែឯងធ្វើចេះគេយកទៅសម្លាប់ចោលតើណែឯងចេះដើម្បីស្លាប់ឬក៏ណែឯងធ្វើឈួតដើម្បីរស់ដល់អញ្ចឹងយើងធ្វើឈួតលេលើចឹងគ្រប់គ្នាទៅឥឡូវបណ្ឌិតយើងចឹងដែរគោទៅកបីទៅគោសទៅជាខ្មៅកលឹបចាក់បញ្ញវន្តយើងលែងនិយាយដឹងខុសត្រូវអីទាំងអស់យើងសួរថាដោយសារបញ្ញវន្តហ្នឹងគាត់លេលើបណ្ឌិតគាត់លេលើមែនទេប៉ុន្តែគាត់ធ្វើលេលើដើម្បីបានរស់ព្រោះបើយើងអត់លេលើគឺយើងជាបណ្ឌិតឈួតតែម្នាក់ឯងនៅក្នុងសង្គមដែលគេធ្វើឲ្យលេលើចឹងទាំងអស់អញ្ចឹងយើងលេលើចឹងគ្រប់គ្នាចឹងទៅហើយយើងចេះតែឆ្ងល់ថាចាំមិនបណ្ឌិតខ្មែរយើងទៅលេលើចឹងទៅមែនទេកុំបន្ទោសគាត់បន្ទោសរបៀបដឹកនាំរដ្ឋដែលធ្វើឲ្យមនុស្សខ្លៅហ្នឹងគឺធ្វើឲ្យយើងលែងដឹងអីទៅសរសេរសារអីឆ្លើយឆ្លងគ្នាអីហើយគេធ្វើបន្ថែមទៀតគេចាប់ណែឯងសារអីតាម Facebook គឺគេចាប់ដាក់គុកគេព្រមានងើបមួយវាយមួយគេទៅដល់ផ្ទះគេតាមដល់ម៉ែឪណែឯងបងប្អូនណែឯងនៅណាក៏គេចាប់មកដែរសរសេរអីក៏ដោយក៏គេដឹងគេតាមអីគេចេះតែគម្រាមកំហែងអញ្ចឹងដល់អញ្ចឹងយើងឃើញខ្លៅហ៎ល្ងងហ្មងអីក៏លែងហ៊ាននិយាយដែរបើអាជ័យធ្លាក់ទឹកឲ្យអោតែស្គរអាហ្នឹងល្អហ្នឹងបានសមរស់នៅក្នុងសង្គមគេចូលស្ទឹងតាមបត់ចូលស្រុកតាមទេនេះពាក្យរបស់គេហ្នឹងគណៈបកប្រជាជនគេហ្នឹងគេប្រើគ្រប់គ្នាអ្នកណាក៏ដោយឲ្យតែនិយាយអីខ្ទាស់រដ្ឋាភិបាលគេថាអ្នកឯងអត់ច្រឡំគេទេអត់ចេះចូលស្ទឹងតាមបត់តែអាចូលស្ទឹងតាមបត់ហ្នឹងគឺចូលសុំកលុំគ្នាប្រព្រឹត្តអំពើអក្រិតតាយើងប្រព្រឹត្តអំពើបាបជុំគ្នាតាពេលដែលមានករណីរំលោភបំពានស្ត្រីម្នាក់កូនក្មេងដែលគ្នាគ្មានអីសិទ្ធិការពារខ្លួនហើយទុនខ្សោយត្រូវក្រុមបងធំបងតូចទៅរំលោភយើងទាំងអស់គ្នាដែលឃើញអំពើរំលោភខ្លាចបងធំវាយយើងគឺយើងនាំគ្នាទៅបន្ទោសក្មេងស្រីថាស្លៀកខ្លីបានគេរំលោភឲ្យស្របទៅនឹងផ្គាប់ចិត្តបងធំអំពើនេះគឺជាអំពើដ៏ថោកទាបបំផុតខ្ញុំនិយាយឲ្យត្រង់បងប្អូនខ្ញុំសុំទោសថ្ងៃនេះប្រើពាក្យអសរោះ2 3ដងណាប៉ុន្តែវាអត់មានភាសាអីនិយាយឲ្យបានប៉ុណ្្នឹងទេព្រោះយើងថោកទាបគ្នាកំពុងតែរងគ្រោះដោយការរំលោភបើថាមិននិយាយអីសោះក៏លួចខ្សឹបទៅប្រាប់ប៉ូលីសទៅរាយការណ៍អាណាមឹកកុំឲ្យគេដឹងឲ្យគេមកជួយចាត់ការទៅឲ្យធ្វើជាសាក់សីអាណាមឹកអីទៅក៏បានជួយក្មេងស្រីហ្នឹងឲ្យគ្នារកយុត្តិធម៌អីដែរតែផ្ទុយទៅវិញឃើញហើយធ្វើមិនឃើញហើយចាប់ផ្ដើមប្រាប់ថាសមហើយនាងនឹងសមគេរំលោភហើយព្រោះស្លៀកខ្លីខាច់លើខាច់ក្រោមវប្បធម៌នេះចង្រៃណាស់បងប្អូនវប្បធម៌ដែលក្តិចត្រួយវប្បធម៌ឆោអោបដៃមើលវប្បធម៌អាជ័យធ្លាក់ទឹកហើយអើវប្បធម៌តែស្គរថាតាមគ្នាដើម្បីលៀបសការៈសាច់ម្ដុំជាតិសាសន៍យើងនេះគឺគេធ្វើឲ្យយើងខ្លៅធ្វើឲ្យយើងខ្លាយទៅជាជាតិសាសន៍ដ៏អន់ថោកទាបមែនតើគឺរបៀបដឹកនាំរដ្ឋទេ